បងប្អូនថ្ងៃនេះយើងជួសជុល switching DMX មួយលេងហ្នឹងហើយបងប្អូនធ្លាប់ដឹងហើយពីសមត្ថភាព DMX តោះឥឡូវយើងមកមើលបងប្អូននេះ switching ដល់វាយណានេះពីយ៉ាងធំបងប្អូននេះ switching ធំអានេះវាប្រើ IGBT ពីរគ្រាប់តែមើលវាយណានៃគ្រឿងស្ញេះប្រើ IGBT តែពីរគ្រាប់ទេចុះទម្រាំ switching របស់ខ្ញុំប្រើ8គ្រាប់បងប្អូនគិតសម័យមកសាក់បិទនៃសម័យមកតើវាទ្រាំបានប៉ុណ្ណាអានេះបុកគេតាពីរគ្រាប់ទេនេះDMX នេះច្រឡំលោតជាប់ដៃតែជាប់ដៃជាប់មាត់ថ្ងៃនេះយើងជួសជុលមួយហ្នឹងហើយយើងដាក់ IGBT វាធំវ៉ុលក៏ធំដែរ 75T65 បងប្អូនហ្នឹងហើយថ្ងៃនេះខ្ញុំប្រាប់អំពី IGBT ឬក៏លេខ MOSFET ដែលវាដាក់លើហ្នឹងបងប្អូនឃើញលេខឧទាហរណ៍នេះលេខ 75T65 ហ្នឹងណាបងប្អូនឲ្យតែដើមវា75ហ្នឹងគឺមានន័យថាវា75ពីហើយក្រោយនេះ65ហ្នឹងមានន័យថា650វ៉ុលវាស៊ីបាន650វ៉ុលហើយមួយទៀតឃើញ650វ៉ុលគឺមិនមែនស៊ី650វ៉ុលទេណាបងប្អូនគឺចែកជា2ឃើញ300វ៉ុលជាងហ្នឹងហើយអញ្ចឹងជួនកាលបងប្អូនអាចដឹងលេខហើយដឹងវ៉ុលហើយតែមិនដឹងថាវាត្រូវស៊ីមិនទៀតគឺវាអញ្ចឹងលេខដែលគេសរសេរលើហ្នឹងវីដេអូនេះមានប៉ុណ្ណឹងអរគុណច្រើន